ថ្ងៃនេះយើងបន្តលីមីតរបស់យើងត្រៀមប្រឡងបាក់ឌុបឆ្នាំថ្មីនេះអញ្ចឹងយើងពិនិត្យទៅលើលីមីតទី1គឺលីមីត A x ខិតជិតដក1 x គីបដក x គីបដក 2x ការ៉េបូក 2x ដក1ចែកឲ្យ x ការ៉េបូក x បូក1ជំហានដំបូងយើងត្រូវចំនួនតម្លៃ x ចូលសិនតម្លៃ x ខិតទៅរកដក1អញ្ចឹងយើងចំនួនកន្លែងណាដែលមាន x យើងជួសទៅដោយដក1អញ្ចឹងបងប្អូនមើលទាំងខាងលើនិងជួរខាងក្រោមកន្លែងណាដែលមាន x យើងដូរវាទៅជាលេខដក1បាទឥឡូវយើងចាប់ផ្ដើមចំនួនបាទកាលនេះដកកន្លែង x គីបនេះយើងដូរទៅជាវងកញ្ចក់មកដាក់ដក1ហើយលើកជាគីបមានន័យថាកន្លែងណា x យើងដូរវាទៅជាលេខដក1បន្តមកទៀតគឺដក2ដក2កន្លែងនេះវា x ការ៉េអញ្ចឹងយើងកន្លែង x ហ្នឹងយើងដូរទៅជាដក1ហើយការ៉េទុកនៅដដែលបន្តមកទៀតគឺបូក2 x នេះយើងដូរទៅជាដក1បន្ទាប់មកលេខចុងក្រោយគឺដក1ទុកនៅដដែលហើយចំពោះភាគបែងវិញគឺ x ការ៉េបូក x បូក1អញ្ចឹង x ការ៉េនេះយើងដូរទៅជាដក1លើកជាការ៉េបូកឲ្យ x នេះយើងដូរទៅជាដក1បន្តមកទៀតបូក1ហើយយើងស៊ីសងលេខបន្តទៀតដក1ស្វ័យគុណ3 3ហ្នឹងបានន័យថាជាចំនួនសេសអញ្ចឹងសញ្ញាដកស្វ័យគុណសេសគឺនៅតែដកអញ្ចឹងកន្លែងនេះដកស្វ័យគុណ3នេះវាចេញដកអញ្ចឹងដកប៉ះខាងមុខនេះដកទៀតវាចេញបូកវិញហើយអញ្ចឹងកន្លែងនេះគឺបូក1ហើយ1លើកជាគីបវានៅតែ1ដដែលបន្តមកទៀតគឺដក2ដក1លើកជាការ៉េ1ការ៉េគឺបាន1ដដែលសញ្ញាដកស្វ័យគុណ2នេះឬក៏ស្វ័យគុណគូវាចេញសញ្ញាបូកអញ្ចឹងវាបាន1ហើយយើងគុណបន្តទៀត2ម្ដងវា2យើងគិតសញ្ញាបូកគុណនឹងដកចេញដកបន្តមកទៀតគឺដក1ភាគបែងដក1នេះលើកជាការ៉េដកលើកជាការ៉េបានបូក1ការ៉េបាន1អញ្ចឹងវាបានបូក1បូកគុណនឹងដកចេញដក1បូក1យើងស៊ីសងលេខបន្តស្មើនឹងខាងលើ1 2ម្ដងនេះបាន2អញ្ចឹងវាដក2ដក2ទៀតហើយដក1អាខាងក្រោមនេះ1នេះដក1នេះ0ហើយអញ្ចឹងវាសល់1ខាងក្រោមយើងគិតទៀតហើយអានេះបូក1ដក1អស់ហើយអស់អញ្ចឹងវាសល់ដក2ជាមួយដក2អញ្ចឹងវាឃើញដក4ចែកឲ្យ1អញ្ចឹងចែកនឹង1យើងមិនចាំបាច់ចែកក៏បានដែរយើងដាក់ចម្លើយខាងលើយកគឺវាយកដក4អញ្ចឹងលីមីតនេះគឺរៀងធម្មតាវាចេញចម្លើយដក4បើសិនជាបងអូនចំនួនទៅឃើញ0លើ0ក្រោមនោះបានគេហៅថារៀងមិនកំណត់តែបើយើងចំនួនទៅចេញលេខបែបនេះគេហៅថារៀងធម្មតាវាជាលីមីតដែលគេចំនួនចូលធម្មតាឥឡូវយើងចូលដល់លំហាត់ទី2លំហាត់ B លំហាត់ B យើងពពួកលិនគេហៅថា logarit នៃពះតែយើងទម្លាប់អានថាលិនអញ្ចឹងយើងក៏សាកចំនួនចូលដូចគ្នាស្មើនឹងលិនគីប x លិនគីប x នឹងមានន័យថាខ្ញុំបញ្យល់នេះសិនលិនគីប x អាហ្នឹងយើងអាចសរសេរវាទៅបែបនេះយើងអាចសរសេរទៅជាលិន x ទាំងអស់ស្វ័យគុណគីបឬក៏ស្វ័យគុណ3យើងអានថាលិនគីប x ឬក៏លិនស្វ័យគុណ3នៃ x ហ្នឹងហើយអញ្ចឹង
bởi dương miên bẹp đi được hàng mốc dương aiจะเสพแบบนี้បានហើយឥឡូវខ្ញុំដាក់ limit នឹងសម្រាប់សិនដើម្បីឲ្យបងអូនស្រួលមើលស្រួលយល់ x ខាត់ទៅរក1 ln kịp x នេះលោកគ្រូសរសេរទៅជា ln x ទាំងអស់លើកជាស្រេចគុណ3បន្ទាប់មកបូកឲ្យ2 ln នេះយើងដូរទៅជា ln x បែបនេះហើយលើកស្រេចគុណ2ខាងក្រៅហើយដក ln x ln x នេះគឺវាស្រេចគុណ1យើងមិនចាំបាច់ដាក់វងកញ្ចក់ទេហើយខាងក្រោមគឺ x ការ៉េបូក1អញ្ចឹងយើងចាប់ផ្ដើមចំនួនចូលបាទ ln x នេះកន្លែង x នេះយើងដូរទៅជាលេខ1ណាអញ្ចឹងវាបាននេះគេ ln នៃលេខ1លើកជាគីបបូកឲ្យ2កន្លែង x នេះយើងដូរវាទៅជាអីយើងដូរវាទៅជាលេខ1ហើយលើកជាការ៉េចុងក្រោយដក ln កន្លែង x នេះយើងដូរទៅជាអីទៅជាលេខ1ខាងក្រោម x ការ៉េនេះយើងដូរទៅជាអី x ការ៉េយើងដូរទៅជាលេខ1លើកជាការ៉េបន្ទាប់មកបូក1បាទ ln នៃ1យើងចាំ ln 1ស្មើប៉ុន្មានយើងទៅ note ខ្លួនឯងថា ln នៃលេខ1វាស្មើ0ហើយបើ ln នៃអក្សរ នេះវាស្មើនឹង1យើងត្រូវចាំឥឡូវយើងនេះ ln 1អញ្ចឹងកន្លែងហ្នឹងមិន0 0ស្វ័យគុណ3 0ស្វ័យគុណ3បូកឲ្យ2ហើយ ln 1នេះយើងចេញគេក៏0ដូចគ្នា0ស្វ័យគុណ2ដកហើយ ln 1នេះចេញចម្លើយ0ខ្ញុំសម្រាយដើម្បីឲ្យបងប្អូនយល់បើបងប្អូនយល់ហើយបងប្អូនអាចពេលប្រឡងបងប្អូនសរសេរកាត់ខ្លះដើម្បីឲ្យទាន់គេណាតែបើយើងមិនទាន់យល់ទេយើងសរសេរឲ្យវែងឆ្ងាយសិនដល់ពេលដែលយើងយល់យើងអាចកាត់ខ្លួនឯងបានបាទ1ការ៉េបាន1 1បូក1 2ចម្លើយបន្ត0លើកជាគីបនេះ0 2នេះคูณជាមួយ0ក៏0ខាងលើ0ទៀតអញ្ចឹងខាងលើ0អស់ហើយគឺ0ខាងក្រោមលេខ2អញ្ចឹងយើង0លើលេខបាទ0ចែក2គឺចម្លើយបាន0